ខ្ញុំប្រកាសណាថាភាពឡើងមកនេះអត់មានទេសនាទេគ្រាន់តែនឹករលឹកសូមច្រើនពោលនៅពាក្យថ្លែងអំណរគុណចំពោះញោមតាបណ្ឌិតកុលភេងកាលដែលកន្លងទៅហើយនៅថ្ងៃទី10ខែកញ្ញាឆ្នាំ2020នៅពេលដែលលោកគ្រូមានជំងឺចេញឈាមពីតាមច្រមុះហ្នឹងហើយគិតតាំងពីថ្ងៃទី9ទី10ដល់យប់ទី11គឺបានញោមតាប្រធាចារកុលភេងហ្នឹងជួយអន្តរាគមន៍សុំជំនួយជារថយន្តពេទ្យហ្នឹងពីខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែនកាលលោកនៅជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយនៅយប់ថ្ងៃទី12នោះដដែល12ខែ10 12ខែ9 2020នោះដដែលអាត្មាក៏បានទទួលការហៅទូរស័ព្ទពីនាយខុទ្ទកាល័យសម្ដេចតេជោនៅភូមិភាគ5នៅខាងបាត់ដំបងហើយក៏សួរថាគាត់បានទទួលបញ្ជាពីថ្នាក់លើមកដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកគ្រូអគ្គបណ្ឌិតទោះបីជាតាមហេលីកូបទ័រក៏បានតាមរថយន្តក៏បានហើយកាលនោះអាត្មាភាពបានជម្រាបទៅខាងនាយខុទ្ទកាល័យជម្រាបគាត់ថាជំងឺរបស់លោកគ្រូពេលនេះបើជិះយន្តហោះបានយន្តហោះពេទ្យហ្នឹងបានតែបើជិះហេលីកូបទ័រហ្នឹងជាអត់បានទេព្រោះគេដាក់ស្រោមបយួរច្រមុះលោកគ្រូហ្នឹងគេសង់ក្នុងច្រមុះហ្នឹងហើយយើងជិះនៅលើអាកាសដោយសម្ពាធខ្យល់ខ្លាំងគឺអត់បានទេដោយបានការអន្តរាគមន៍ពីញោមតាបណ្ឌិតកុលភេងផ្សាយឡើងញោមមកបាសកាជុសុហៀងនិងញោមបាសកគូលៀងភេងហ្នឹងបានអញ្ជើញទៅបាត់ដំបងអញ្ជើញលោកគ្រូមករាជធានីភ្នំពេញតែម្ដងហើយក៏បានព្យាបាលជារហូតទៅណាហើយបានជួបញោមតាតែម្ដងនៅវត្តស្ពើមាសអញ្ជើញទីពេទ្យមកហ្នឹងជួបញោមតាម្ដងគាត់នៅវត្តស្ពើមាសក្រោយមកទៀតក៏ញោមតាមានការរវល់ច្រើននៅក្នុងកិច្ចការសង្គមម្ល៉េះហើយមិនបានពោលពាក្យអរគុណអីឲ្យបានដឹងឮអីទេហើយចាំប្រសាសន៍ញោមតានៅពេលដែលលោកគ្រូមកដល់ភ្នំពេញហើយញោមតាខលទៅមានប្រសាសន៍ថាកាលនោះញោមតានៅហៅលោកថាព្រះអង្គហើយកណាទូលជំរាបញោមតាថាមន្ត្រីហៅថាហើយហៅភាសាឲ្យបរោះហៅតាមបិដកលោកម្ចាស់ព្រោះជាងគេឲ្យចំណែកហៅប្រសង់ទូទៅតាមប្រធានានុក្រមសម្ដេចព្រះមន្ត្រីសង្ឃអីទៀតអានឹងតាមនឹងទៅតែភាសាដែលបរោះជាងគេគឺផនតេហ្នឹងលោកម្ចាស់ហ្នឹងហើយព្រះឋានន្តរស័ក្តិតែធំជាងគេគឺធម្មសេនាបតីតែមួយអង្គឯងសម័យព្រះសិរីបុត្រអញ្ចឹងតាំងពីញោមតាគាត់នៅហៅប្រសង់ថាព្រះអង្គហើយឥឡូវនេះក៏ដូរហៅថាគុណម្ចាស់ហើយអញ្ចឹងក៏បានដែរហើយគាត់ទេទៅថាព្រះអង្គគុំតូចបតីអីគុណសម្បត្តិរបស់យើងបានធ្វើហើយទោះបីជាយើងជាមន្ត្រីល្អទោះបីជាព្រះរាជាអត់ដឹងក៏គុណសម្បត្តិយើងបានកសាងបានធ្វើថ្វាយព្រះរាជាឲ្យដែរអាហ្នឹងការប្រៀបធៀបរបស់ញោមតាបណ្ឌិតកុលភេងខ្ញុំមិនអាចស្ដាប់ហើយអត់សូវទៀមទាគុណសម្បត្តិអីដែរតាំងពីនឹងមករហូតអញ្ចឹងមានសូមជម្រាបពរទាំងអស់គ្នាសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជ្រះថ្លាជាមួយញោមតាបណ្ឌិតកុលភេងទាំងអស់គ្នាសូមអនុមោទនាសូមលោកគ្រូមានជន្មាយុយូរតទៅសូមជ័យលោកគ្រូសម្ដែងវត្ថុទេសនាសូមជម្រាបពរសូមអរគុណ